ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយបាទវីដេអូនេះផងដែរគឺតពីវីដេអូមុននិយាយអំពីកម្មវិធី Similar Tool ដែលដូចជាកម្មវិធី Master Post ដែលយើងផុសនៅវីដេអូនៅក្នុង page របស់បងប្អូនដែលមានរូបភាពមួយចំហៀងឬមួយក៏វីដេអូមួយចំហៀងអញ្ចឹងបងប្អូនហើយខ្ញុំឧទាហរណ៍មួយខ្ញុំចូលបើកមើលមកខ្ញុំនឹងឆែកមើលដើម្បីបង្ហាញបងប្អូនអញ្ចឹងបើសិនជានេះបងប្អូននេះបើសិនជាបងប្អូនចង់ផុសតម្រង់បែបអញ្ចឹងគឺយើងមិនចាំបាច់ប្រើកម្មវិធី Master Post ដូចមុនទៀតទេគឺបងប្អូនអាចប្រើកម្មវិធីដែលខ្ញុំបង្ហាញពីវីដេអូមុនបានគឺមានភាពងាយស្រួលផុសជាងនៅក្នុង Master Post អញ្ចឹងបងប្អូនហើយមួយទៀតសូមបញ្ជាក់បងប្អូនផងដែរមុននឹងធ្វើការផុសនៅក្នុងកម្មវិធី Similar Tool ហ្នឹងគឺដោយសារកម្មវិធីមួយហ្នឹងគឺជា free ទេគឺយើងផុសរយៈពេលខ្លីៗគឺវានឹងផុសឡើងបានហើយដូចកម្មវិធី Master Post ដែរអញ្ចឹងគឺ free អញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ផុសឲ្យបានរយៈពេលវែងហើយយូរដែលมันមានបញ្ហាគឺបងប្អូនទិញ license ក្រុមហ៊ុនគេទៅឬមួយទិញ license របស់កម្មវិធីហ្នឹងទៅគឺយើងអាចផុសបានរហូតហើយគេមានសុពលភាពដាក់បង្ហាញនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនបាទឥឡូវយើងកុំឲ្យខាត់ពេលយូរហើយយើងចូលទៅក្នុងកម្មវិធីយើងតែម្ដងទៅជាដំបូងបងប្អូនចូលនៅក្នុងកម្មវិធីជ្រោមរបស់យើងដែលបានបង្កើតកម្មវិធី Similar Tool ហ្នឹងបងប្អូនបាទហើយបន្តមកទៀតយើងជីកមកតម្រង់បែបអញ្ចឹងគឺយើងអត់ទាន់បាន sign in account យើងចូលទេចឹងហើយបងប្អូនចូលកន្លែង tray 3នេះមកបាទហើយបន្តមកទៀតបងប្អូនចុចពាក្យថា log in មកបាទហើយបន្តមកទៀតបងប្អូនចុចemail របស់បងប្អូនមកណាប៉ុន្តែខ្ញុំបានដាក់ email របស់ខ្ញុំទេបើសិនជា email បងប្អូនដាក់ឈ្មោះអីបងប្អូនវាយតាមហ្នឹងទៅបន្តមកទៀតខ្ញុំសូមដាក់លេខកូដបន្តមកទៀតបងប្អូនចុចពាក្យថា sign in មកបាទគឺយើងបាន sign in រួចរាល់ហើយបន្តមកទៀតយើងឃើញកន្លែងនេះបងប្អូននេះខាងខាងលើនឹងចេញណាបន្តមកទៀតយើងឃើញឈ្មោះយើងនៅលើហ្នឹងអញ្ចឹងបានន័យថាបញ្ជាក់ថាយើងអាចsign in ចូលក្នុង account របស់យើងបានសម្រាប់ហើយបន្តមកទៀតចាប់ផ្ដើមក្នុងការផុសអញ្ចឹងបងប្អូនឃើញចេញមកតម្រង់បែបអញ្ចឹងបងប្អូនអស់ឡើងទៅលើទៅបងប្អូនជ្រើសវីដេអូនេះខ្ញុំមិនសូវជាចេះភាសាអង់គ្លេសទេខ្លាចអានតែខុសអញ្ចឹងបងប្អូនអធិស្ឋានផងអញ្ចឹងបងប្អូនចុចលើវីដេអូហ្នឹងមកបើសិនជាអាចបងប្អូនរាប់មកណារាប់ពីទី1 2 3មកបងប្អូនចុចលើនឹងមួយមកបន្តមកទៀតបងប្អូនចុចមកតម្រង់បែបអញ្ចឹងបងប្អូនរងចាំណាបាទមកដល់តម្រង់បែបកន្លែងនេះទៀតគឺយើងចុចកន្លែងនេះនាងបងប្អូននេះ please select add account ណាអញ្ចឹងបងប្អូនគេតម្រូវយើងចង់ផុសក្នុង account អីគេ account page យើងមួយណាឬមួយក៏ account Facebook យើងមួយណាអញ្ចឹងណាអញ្ចឹងបន្តមកទៀតបងប្អូនចុចលើនឹងមួយមកបន្តមកទៀតយើងយកទី2បងប្អូននេះបាទហើយបន្តមកទៀតបងប្អូនយក choose file មកបាទដល់កន្លែងនេះគឺយើងដាក់វីដេអូអញ្ចឹងសូមដាក់វីដេអូនេះមួយសិនខ្ញុំឧទាហរណ៍ទេណាបងប្អូនងាយដើម្បីឲ្យបងប្អូនយល់អញ្ចឹងបន្តមកទៀតជាអក្សរខាងលើនេះមកបាទបន្តមកទៀតយើងចុចពាក្យថា upload បាទសូមរងចាំបាទការ upload នេះផងដែរអាស្រ័យលើអ៊ីនធឺណិតរបស់បងប្អូនឲ្យលឿនឬមួយក៏យឺតអញ្ចឹងតាមនឹងអញ្ចឹងប៉ុន្តែនេះខ្ញុំដាក់វីដេអូខ្លីដើម្បីធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងបាទបន្តមកទៀតគឺបាន 100% អញ្ចឹងហើយសូមរងចាំបងបន្តមកទៀតគឺយើងថតទៅមុខទៀតនេះវាកំពុង load ឃើញអត់សូមរងចាំរៀងយូរដែរអញ្ចឹងបងប្អូនវីដេអូនឹងរៀងច្បាស់ប៉ុន្តែវានាទីខ្លីបាទមកដល់កន្លែងនេះផងដែរគឺវាជាតម្រង់បែបអញ្ចឹងគឺគេឲ្យយើងរើស thumbnail បាទមកដល់កន្លែងនេះផងដែរគឺគេឲ្យយើងរើស thumbnail ហ្នឹងគឺជាក្របវីដេអូជារូបភាពសម្រាប់យើងក្របវីដេអូហ្នឹងអញ្ចឹងបងប្អូនមកដល់កន្លែងនេះទៀតបងប្អូន scroll ឡើងលើឲ្យផុតមកទៀតមកបងប្អូនឃើញគេដាក់ថានេះ select page បងប្អូនចុចលើ page ហ្នឹងមកបងប្អូនដាក់ឈ្មោះ page បងប្អូនសិនណាបងប្អូនចង់ផុសលើ page ឈ្មោះអីគេឥឡូវឧទាហរណ៍ថាខ្ញុំចង់ផុសលើ page នេះមួយអញ្ចឹងបាទបន្តមកទៀតដល់កន្លែងនេះគេដាក់ description អញ្ចឹងយើងបងប្អូនសរសេរមកនិយាយពីអីគេវីដេអូបងប្អូនអញ្ចឹងណាដល់កន្លែងនេះយើង copy URL បន្តមកទៀតកន្លែងនេះគឺគេឲ្យយើងចង់ដាក់អីគេបងប្អូនចង់ដាក់ឲ្យគេ like ឬមួយក៏អីផ្សេងអញ្ចឹងណាតែសម្រាប់ខ្ញុំចង់ដាក់ like page អញ្ចឹងបាទហើយបន្តមកទៀតយើងរើសរួចអស់កន្លែងហ្នឹង
តមកទៀតគឺឲ្យយើងឈូស file នេះកន្លែងនេះគឺជារូបភាពដែលក្របជាមួយវីដេអូរបស់យើងបងប្អូនចង់ផុសវីដេអូហើយមានរូបភាពអញ្ចឹងគឺកន្លែងហ្នឹងក៏សំខាន់ដែរជាមួយខ្ញុំឧទាហរណ៍បងប្អូនមើលចុចចូលកន្លែងហ្នឹងមួយមកនេះបងប្អូនខ្ញុំឧទាហរណ៍ខ្ញុំយករូបនេះមួយដាក់រូបហ្នឹងមួយបាទហើយបន្តមកទៀតបងប្អូនចុចពាក្យថា upload បាទសូមរងចាំដែលយើង upload វីដេអូមុននឹងអញ្ចឹងបន្តមកវា load មកចូលមកតម្រង់បែបអញ្ចឹងបន្តមកទៀតឥឡូវរូបទាំងអស់ហ្នឹងយើងចង់យករូបមួយណាដែលដាក់ក្របជាមួយវីដេអូរបស់យើងចុចលើនេះមួយមកខ្ញុំចង់ដាក់មួយហ្នឹងហើយបន្តមកទៀតយើងចង់ដឹងថាផុសរបៀបមិនបានអត់ហ្នឹងយើងចុចចូលខាងក្រោមបងប្អូនអស់ឡើងទៅលើ report ទៅយើងមានដាក់អក្សរ public ហើយនឹងនេះអូនចុចកន្លែងនេះមក preview ហ្នឹងមកសម្រងចាំបងប្អូនបាទហ្នឹងហើយដូចបងប្អូនឃើញស្រាប់អញ្ចឹងកន្លែងអក្សរហ្នឹងគេដាក់ free អញ្ចឹងมันអាចដាក់រូបភាពមួយចំហៀងបានទេបងប្អូនគឺយើងបានតែក្របវីដេអូទៀតបាទចាំរៀងយូរដែរអញ្ចឹងអាជីស្រ័យបងប្អូនខ្ញុំនឹងកាត់វីដេអូរៀងខ្លីៗដើម្បីឲ្យមានភាពងាយស្រួលបងប្អូនមើលអញ្ចឹងឥឡូវយើងបានមកដល់ហើយនេះគឺយើង preview ហើយបងប្អូននេះឃើញអត់គឺយើងផុសទៅយើងអាចឃើញតម្រង់វីដេអូរបស់យើងគឺមានរូបមួយខាងឃើញបងប្អូននេះឃើញរូបមួយខាងហើយនឹងមួយខាងទៀតគឺឃើញជាវីដេអូរបស់យើងឃើញក្របឃើញហ្នឹងបងប្អូនយើងបន្តមកទៀតបងប្អូនជាអក្សរ Q ហ្នឹងទៅគឺវីដេអូហ្នឹងគឺផុសចូលនៅក្នុង page របស់យើងហើយបាទគឺមានតែប៉ុណ្្នឹងទេគឺរបៀបផុសបងប្អូនហើយបើសិនជាបងប្អូនចង់ប្រើជាលក្ខណៈ premium ដូចខ្ញុំបង្ហាញអញ្ចឹងបងប្អូនជិះធ្វើក្រោយមកបងប្អូនចូលកន្លែង tray 3នឹងដដែលមកនេះកន្លែងនេះឃើញហ្នឹងបងប្អូន pricing ហ្នឹងគឺបងប្អូនតទៅទិញ license របស់កម្មវិធីហ្នឹងអញ្ចឹងណាដើម្បីឲ្យយើងផុសបានរយៈពេល1ខែពេញអត់មានពាណិជ្ជកម្មហើយអត់ផុសមានដៃកំណត់ទេអញ្ចឹងគឺវាស្រួលដើម្បីយើងផុសនៅក្នុង page របស់យើងអញ្ចឹងណាឲ្យគេឃើញមានរូបភាពមួយចំហៀងហើយនឹងវីដេអូមួយចំហៀងអញ្ចឹងបងប្អូនអញ្ចឹងវាមានភាពងាយស្រួលតែបើសិនជាបងប្អូនបង្កើត free ទេគឺប្រើបានតែមួយថ្ងៃទេអញ្ចឹងគឺ account របស់យើងមានបញ្ហាបើសិនជាអាចបងប្អូនទិញទៅដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបការផុសវីដេអូនៅក្នុងកម្មវិធី similatool.com ហ្នឹងមានភាពងាយស្រួលជាង master post អញ្ចឹងបងប្អូនកុំឲ្យបងប្អូនពិបាកបង្កើតឃើញបងប្អូនជាច្រើនដែលខ្ញុំបង្កើត account master post សាមុនហ្នឹងគឺគាត់ comment សួរខ្ញុំជាច្រើនថាបង្កើត account អញ្ចឹងឥឡូវគឺមានកម្មវិធីថ្មីអញ្ចឹងមានភាពងាយស្រួលជាងមុនអញ្ចឹងបាទអរគុណច្រើនសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ផងបាទអរគុណច្រើនជម្រាបលា